សេវាកម្មកក់សំបុត្រឡានឋាននរកសូមជម្រាបសួរបើសិនជាលោកអ្នកមានបំណងចង់រត់ចេញពីផ្ទះឬក៏រត់តាមគ្នាជាមួយនឹងដៃគូសង្សាររបស់លោកអ្នកដែលទើបនឹងស្គាល់គ្នាពី3ថ្ងៃសេវាកម្មរបស់យើងខ្ញុំជាសេវាកម្មដែលល្អឥតខ្ចោះស័ក្តិសមជាមួយនឹងលោកអ្នកជាទីបំផុតដោយសារតែក្រុមហ៊ុនរបស់យើងខ្ញុំគោរពនូវគោលការណ៍ឯកជនភាពនិងរក្សាការសម្ងាត់ជាទីបំផុតនៅពេលដែលនិយាយចាប់ជាមួយនឹងលោកអ្នកយើងខ្ញុំនឹងតេប្រាក់ម្ដាយរបស់អ្នកអ្នកចិត្តខាងតាសលៀងកបិតពូរត់ម៉ូតូឌុបនិងផុសមុខរបស់លោកអ្នកនៅលើបណ្ដាញសង្គមរបស់យើងខ្ញុំដែលមានអ្នក follow ចំនួន 2-3 នាក់អាឡូបងខ្ញុំចង់កក់សបុតឡានទៅលេងកំពង់សោមមកបងអូនទៅថ្ងៃណាដែរអូនខ្ញុំទៅថ្ងៃស្អែកបងចូលឆ្នាំខ្មែរមួយខែហើយបានខ្ញុំមកវិញដូចរៀងយូរម៉េះអូនទៅនឹងអូនធ្វើអីដែរអូនសួរធ្វើអីរឿងខ្ញុំតាអធិស្ឋានអូនអានេះជាគោលការណ៍ថ្មីផនក្រុមហ៊ុនបើសិនជាអូនអត់បញ្ជាក់ឲ្យច្បាស់លាស់ទេបងអត់អាចលក់សបុតឡានហ្នឹងឲ្យអូនបានទេណាអូនខ្ញុំទៅសម្រាប់ព្យាបាលផ្លូវចិត្តទៅជួយការងារសង្គមហើយតនេខ្ញុំរកចំណូលបន្ថែមអញ្ចឹងណាបងផ្ទះបាញ់ខែចាត់សាហាវណាអូនយប់មិញទៅមួយហើយណាខ្ញុំច្រឡំបងខ្ញុំរត់ចេញពីផ្ទះហើយខ្ញុំទៅសាកថ្មជីវិតពេលចូលឆ្នាំហ៎បងតែអ្នកផ្សេងទៀតគេសាកថ្មជីវិតពេលចូលឆ្នាំហ្នឹងតែ3ថ្ងៃហ្នឹងអូនខ្ញុំអត់ខ្វល់ពីជីវិតអ្នកដទៃទេបងខ្ញុំចង់សាកថ្មជីវិតឲ្យបានមុនគេយូរជាងគេច្រើនជាងគេបឹមប៉ណ្ណាំងបច្ចេករឿងសាកថ្មជីវិតខ្លះគេសាកថ្មជីវិតពេញបានមុនណាប៉ុន្តែអត់មានប៉ណ្ណាំងបច្ចេករឿងរលុយរកាក់ស្វែងរកអនាគតសម្រាប់ខ្លួនឯងទេណាសួរតាមត្រង់អូនឯងអត់ខ្លាចគេដេញក្បាលចេញពីកន្លែងការងារណាឬក៏ក្នុងជីវិតអូនឯងនឹងមានម្ដងណាដែលអូនឯងខ្លាចថាម្ដាយអូនឯងវាយឲ្យដេញចេញពីផ្ទះទេខ្ញុំអត់ខ្វល់ទេបងអញឃើញកូនគេច្រឡំមាត់ខ្ញុំឃើញកូនគេផ្សេងនៅពេលដែលចូលឆ្នាំគេសម្រុកមកស្រុកគេយកលុយយកកាក់ជូនម្ដាយជូនឪពុកគេនៅតែផ្ទះអូនឯងអត់មានដាច់គិតធ្វើអញ្ចឹងណាអូនណាខ្ញុំអត់ខ្វល់ទេបងខ្ញុំមានលុយខ្ញុំចង់ទៅកន្លែងណាដែលខ្ញុំចង់ទៅដាច់ខាតខ្ញុំត្រូវទៅកំពង់សោមខ្ញុំអត់អាចនៅផ្ទះរួមជាមួយគាត់នៅពេលចូលឆ្នាំបានទេគាត់ toxic depression សាហាវទេបងបើគាត់អត់ជេរខ្ញុំទេគាត់ជេរឆ្កែបើគាត់អត់ជេរខ្ញុំអត់ជេរឆ្កែគាត់ជេរឪខ្ញុំហើយតែកាលណាឪខ្ញុំអត់ជេរគឺគាត់រលេះវាយនិយាយរួមទៅសំបីតែឆ្កែផ្ទះខ្ញុំនឹងក៏ចង់ការ depression ដែរអូខេអញ្ចឹងបានន័យថាអូនឯងនៅផ្ទះនឹង depression នៅជាមួយនឹងម្ដាយអត់កើតទេនៅជាមួយនឹងម្ដាយនឹងពិបាកចិត្ត toxic ណាអូនណាអត់អីអញ្ចឹងបងក៏ចំណាំមុខអូនឯងទុកមួយច្បាស់អញ្ចឹងអញ្ចឹងបកត្រឡប់ទៅវិញអញ្ចឹងអូនឯងចង់ទិញប្រមាណកៅអីដែរអូន2បង2ហ្នឹងសម្រាប់អូនឯងមួយម្ដាយអូនឯងមួយត្រូវទេ2អ្នកសង្សារខ្ញុំមនុស្សដែលខ្ញុំយល់ចិត្តមនុស្សដែលខ្ញុំទុកចិត្តពួកខ្ញុំក្រុងរៀបការជាមួយគ្នាពេលចូលឆ្នាំហើយបងប៉ុន្តែអត់ឲ្យម៉ែខ្ញុំដឹងទេអញ្ចឹងបងសុំសួរអូនឯងតិចមើលអូនឯងស្រឡាញ់គ្នាជាមួយម្នាក់ប្រុសហ្នឹងប្រហែលខែប្រហែលឆ្នាំហើយបានទុកចិត្តគេដល់ថ្នាក់ហ្នឹងអូននិយាយរួមទៅថ្ងៃស្អែកហ្នឹងខួប anniversary ពួកខ្ញុំតាក់ទងគ្នាបានមួយអាទិត្យហ៎បងហើយម្ដាយគាត់ក្រុងទិញវ៉ាលីឲ្យខ្ញុំទៀតហ៎អូខេអញ្ចឹងសម្រាប់សម្រួលអូនឯងទិញសបុតឡាន2ណាអូនណា2ចុះអូនឯងអត់មានគិតថាយកអ្នកផ្ទះទៅជាមួយឬក៏យ៉ាងហោចណាស់យកអ្នកម្ដាយទៅជាមួយអញ្ចឹងកុំឲ្យគាត់ពិបាកចិត្តដោយសារតាវារដូវចូលឆ្នាំផងហើយណាមួយគាត់នៅផ្ទះម្នាក់ឯងគាត់ទន់ខ្សោយគាត់ឈឺចាប់គាត់ពិបាកចិត្តនៅពេលបាត់បង់កូនបាត់បង់អីអញ្ចឹងណាអូនឯងអត់មានគិតថាយកគាត់ទៅជាមួយណាអូនណាហើយបងឯងមិនចូលចិត្តទាញម៉ែខ្ញុំចូលមកពាក់ព័ន្ធជាមួយម៉េះខ្ញុំប្រាប់ហើយថាអត់គឺអត់ទេបើសិនជាម៉ែខ្ញុំទៅមែនជីវិតខ្ញុំគឺខ្ទេចខ្ទីហ្មងគាត់ទៅបំផ្លាញកម្មវិធីខ្ញុំហ្មងតែតាមបងដឹងម្ដាយអូនឯងមនុស្សស្លូតបូតរុំទុំរស់រាយរាក់ទាក់តាអូនបងលឺគេនិយាយអញ្ចឹងទៅគ្រប់គ្នាហ្នឹងណាមួយបងឃើញគេដើរលេងដើរអីគេយកម្ដាយvẫnទៅជាមួយដែរហ្នឹងអូនទេខ្ញុំមានអារម្មណ៍ថាបងឯងនិយាយយូរទៅកាន់តែដូចម្ដាយខ្ញុំទៅដូចម្ដាយខ្ញុំទៅនេះកូនឈួតម៉ែកូនទេរឆានរត់តាមប្រុសដើរលេងតែ2នាក់ចង់បាត់ម៉ែអូខេចូលឆ្នាំហ្នឹងកូនម៉ែឲ្យកាដូកូនជាពិសេសឲ្យកូនរើសដោយខ្លួនឯងជើងឆ្វេងនិងជើងស្ដាំចង់បាក់មួយណាម៉ែឲ្យកូនឯងជិះលើអតេះរុញដើរលេងចូលឆ្នាំហ្មងកូនចាំម៉ែអ្នករុញហែងគិតថាហែងមានលុយហើយមានប៉ាសពតមានអត្តសញ្ញាណប័ណ្ណគ្រប់អាយុហើយចង់រត់ទៅកន្លែងណាបានស្រាចិត្តកុំសម័យមីអូនឯងអាចរត់ទៅក្រៅប្រទេសទិញអាប៉ូឡូរត់ទៅដល់ភពក្រៅហើយក៏ទៅដល់ស្នូផែនដីគ្មានណាគេរកឃើញប៉ុន្តែគ្មានអ្នកណាគេអាចរត់ពីកណ្ដាប់ដៃម៉ែបានជាដាច់ខាតត្រូវចាំទុកបើទោះបីជាយមរាជវាចង់យកជីវិតឯងក៏វាត្រូវមើលទឹកមុខម៉ែសិនដែរមិញហ្នឹងអញស្ដាប់តណាអញឮថាមានលុយលាក់អញទៀតត្រូវហ៎អញអត់ដេញដោលច្រើនទេ
ល្ងាចនឹងចេញពីធ្វើការម៉ោង5ម៉ោង5នាទីត្រូវតែមកដល់ផ្ទះយកលុយដែលលាក់ទាំងអស់យកមកឲ្យអញហើយសុំអាប្រុសនឹងបែកគ្នាឲ្យឆាប់តែម៉ែខ្ញុំស្រឡាញ់គេអញអត់ចេះនិយាយច្រើនទេអញឲ្យជំរើសខ្លួនឯងទី1សុំវាបែកគ្នាឲ្យវាសងថ្លៃប្រហិតហើយនឹងថ្លៃ500ចូលបន្ទប់ទឹកដែលវាខ្ចីឲ្យធ្វើផ្លិចនឹងទី2បើសិនជាអត់បែកគ្នាទេអញទិញធុងទឹកកកមួយទៀតទុកសកួរដាក់វាហ្មងកុំធ្វើមុខវិលភ្នែកអីជាមួយអញប្រាប់ឲ្យហើយសម្រាប់ស្រួលឆ្នាំនឹងដេកមើលមុខគ្នានៅផ្ទះដូច30ឆ្នាំមុនដែលយើងធ្វើរាល់ដងអញ្ចឹងតនេប្រអែកឆ្កែខំគ្នាលេងទៅហើយកុំឲ្យអញលើពាក្យតវ៉ាអីវ៉ាន់ឯសោះអញប្រាប់ឲ្យហើយមើលលទ្ធផលល្ងាចមិញឲ្យហើយឪរែង5កាភ្លៀងបាក់ថ្មិញដោយសារតែរឿងដោប៉ុស្តិ៍ទូខុសលទ្ធផលទទួលខ្លួនឯងអញដេកខំគ្នាមួយឆ្កែនៅផ្ទះទៀតហើយមើលទៅ